ជំរាបសួរចាបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube ក៏ដូចជា Facebook Page របស់អ្នកគ្រូ HD ថ្ងៃនេះខ្ញុំនឹងមកចែករំលែកបន្តពីមេរៀនអាចកំបាំងផ្លាស់ប្ដូរជីវិតចាដែលអ្នកគ្រូ HD ផ្ទាល់អនុវត្តឲ្យទទួលបានលទ្ធផលកូនសិស្សជាច្រើនរបស់អ្នកគ្រូ HD គាត់អនុវត្តឲ្យទទួលបានការផ្លាស់ប្ដូរជីវិតអញ្ចឹងខ្ញុំសូមដកស្រង់បទពិសោធន៍ក៏ដូចជាកន្លឹះតិចនិចនៅក្នុងការអនុវត្តច្បាប់នៃការស្រូបទាញបែបណាដើម្បីធ្វើឲ្យជីវិតយើងផ្លាស់ប្ដូរមានភាពល្អប្រសើរធ្វើឲ្យយើងមានក្តីសុខផ្លូវចិត្តជាងមុនផ្លូវចិត្តយើងរឹងមាំជាងមុនគិតឃើញផ្នែកគំនិតវិជ្ជមានបានច្រើនជាងមុនពិសេសហ្មងបងប្អូនចាអាចអនុវត្តដើម្បីជួយឲ្យគ្រួសារយើងមានសុភមង្គលមុខរបរយើងរីកចម្រើនអាចជួយឲ្យបងប្អូនមើលឃើញឱកាសល្អៗនៅក្នុងវិបត្តិឬក៏បញ្ហាបានចាហើយសម្រាប់បងប្អូនដែលកំពុងតែជួបបញ្ហាឬក៏វិបត្តិក្នុងជីវិតណាបងប្អូនសាកអនុវត្តច្បាប់នៃការស្រូបទាញបានដើម្បីឲ្យបងប្អូនអាចមានកម្លាំងចិត្តងើបឡើងចាមើលឃើញផ្លូវល្អៗនៅក្នុងការដោះស្រាយបញ្ហាឬក៏អាចមានគំនិតល្អៗផ្នែកគំនិតវិជ្ជមានអាចដោះស្រាយបញ្ហាដែលបងប្អូនកំពុងជួបបានបងប្អូនដឹងអត់អ្នកអនុវត្តច្បាប់នៃការស្រូបទាញជាច្រើនគ្នាមែនតើដែលគាត់អាចឆ្លងកាត់ជីវិតលំបាកជីវិតពោពេញដោយបញ្ហាជាពិសេសហ្មងចាគឺជីវិតមួយដែលខ្វះខាតលុយមុខរបរមិនរីកចម្រើនធ្វើការងារអីតែងតែបរាជ័យតែពេលដែលគាត់មករៀនពីច្បាប់នៃការស្រូបទាញពង្រឹងផ្លូវចិត្តចាសាងផ្នែកគំនិតវិជ្ជមានគាត់អាចធ្វើឲ្យ business ការងាររបស់គាត់រីកចម្រើនរលូនចាជោគជ័យនៅក្នុងការងារធុរកិច្ចរបស់ពួកគាត់ច្រើនគ្នាមែនតើតែម្ដងអញ្ចឹងសង្ឃឹមថាវីដេអូដែលអ្នកគ្រូ HD ចែករំលែកនេះអាចជួយសម្រាប់បន្ទុកបងប្អូនអាចជួយបង្ហាញផ្លូវបងប្អូនបានពិសេសហ្មងគឺជួយបងប្អូនមានផ្លូវចិត្តរឹងមាំមានផ្នែកគំនិតវិជ្ជមានអាចដោះស្រាយបញ្ហាបានអញ្ចឹងតោះយើងចូលមកដល់មេរៀនចាវីដេអូថ្ងៃទី4ហើយនេះអ្នកគ្រូ HD នឹងមកចែករំលែកបន្តពីដំណាក់កាលទី2ដើម្បីដាស់ថាមពលភាពខ្លាំងក្នុងខ្លួនរបស់យើងឲ្យងើបឡើងដើម្បីជួយសម្រេចគោលដៅឬក៏បំណងប្រាថ្នារបស់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាពេលណាដែលភាពខ្លាំងក្នុងខ្លួនរបស់យើងងើបឡើងហើយបងប្អូននឹងអាចស្រូបទាញរឿងល្អៗដំណឹងល្អមនុស្សល្អការងារល្អចាអតិជនល្អឬក៏ភាពស្ដុកស្ដំឲ្យចូលមកក្នុងជីវិតកាន់តែច្រើនអញ្ចឹងវីដេអូថ្ងៃទី3បងប្អូនអាចចូលទៅមើលនៅខាងក្រោមវីដេអូនេះបានថ្ងៃនេះខ្ញុំចែករំលែកដំណាក់កាលទី2ដែលយើងនឹងមកនិយាយពីការប្រូក្រាមខ្លួនឯងការប្រូក្រាមខ្លួនឯងគឺជាចំណុចសំខាន់ណាស់បងប្អូនទោះបីយើងដឹងខ្លួនឬក៏មិនដឹងខ្លួនយើងតែងតែនិយាយប្រូក្រាមខ្លួនឯងរហូតមិនថាជាការនិយាយចេញសម្លេងឬក៏ការនិយាយក្នុងចិត្តទេបងប្អូនអាចសង្កេតមើលខ្លួនឯងបានបងប្អូនដែលលួចគិតខ្លួនឯងថាខ្លួនឯងល្ងងចាហ្នឹងគឺជាការប្រូក្រាមខ្លួនឯងមួយដែលធ្វើឲ្យខ្លួនយើងក្លាយជាមនុស្សល្ងងដោយមិនដឹងខ្លួនទាំងដែលធៀបពិតខ្លួនយើងក៏ចង់ឆ្លាតចាចង់បកកែចង់ក្លាហានចង់ហ៊ានចង់អាចចាប់យកឱកាសល្អៗដូចអ្នកដទៃបានប៉ុន្តែយើងមើលអត់ឃើញផ្លូវទេដោយសារតែការប្រូក្រាមរបស់យើងរាល់ថ្ងៃយើងតែងតែតិចទៀនខ្លួនឯងមើលងាយខ្លួនឯងមិនឲ្យតម្លៃខ្លួនឯងបងប្អូនណាខ្លះដែលតែងតែនិយាយរឿយថាខ្លួនឯងអត់ឆ្លាតខ្លួនឯងអត់ស្អាតខ្លួនឯងគ្មានបុណ្យសំណាងដូចគេខ្លួនយើងគ្មានឱកាសល្អគ្មានសំណាងឆ្អឹងយើងអត់អណ្ដែតយើងអត់បកកែនិយាយអ្នកដទៃអត់សូវចូលចិត្តអត់សូវស្រឡាញ់អត់គោរពអត់ឲ្យតម្លៃបងប្អូនណាខ្លះដែលតែងតែប្រូក្រាមខ្លួនឯងរឿយជារៀងរាល់ថ្ងៃចានៅអ្វីដែលខ្លួនឯងអត់ចង់បានហើយជីវិតយើងក៏ធ្វើដំណើរទៅជួបនឹងអ្វីដែលយើងអត់ចង់បានទាំងអស់នោះមនុស្សជុំវិញខ្លួនអត់ឲ្យតម្លៃបងប្អូននិយាយអីទៅក៏ខុសនិយាយអីទៅក៏គេអត់ចូលចិត្តដោយសារតែយើងតែងតែប្រូក្រាមខ្លួនឯងបែបហ្នឹងពិសេសហ្មងអ្នកលក់ដែលតែងតែនិយាយថាខ្ញុំលក់អត់ដាច់ខ្ញុំលក់អត់បកកែខ្ញុំអត់បកកែលក់ខ្ញុំអត់បកកែធ្វើទីផ្សារចាអានេះក៏ជាការប្រូក្រាមខ្លួនឯងមួយដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាចេញរស់ស៊ីដែរតែនឹងជួបការបរាជ័យចេញរស់ស៊ីដែរប៉ុន្តែអត់រីកចម្រើនដូចគេអត់អាចចាប់យកឱកាសល្អភ្ញៀវល្អដែលគាត់ទិញដុំទិញរាយទិញច្រើនជួយឲ្យមុខរបរយើងរីកចម្រើនចឹងទៅអត់អាចជួបអតិជនល្អបានទេបើមិនជាបងប្អូនអង្គុយតែប្រូក្រាមខ្លួនឯងអត់បកកែអត់ស្អាតអត់ឆ្លាតអត់ចេះធ្វើទីផ្សារអត់ចេះលក់ដូចគេអត់មានម៉ូយល្អដូចគេអត់មានអ្នកជួយ support អត់មានអ្នកជួយគ្រប់គ្រងចានិយាយទៅគឺបងប្អូននឹងជួបអ្វីដែលបងប្អូនតែងតែនិយាយនឹងរឿយប៉ុន្តែយើងអត់បានចាប់អារម្មណ៍ទេចឹងដល់ពេលដែលបងប្អូនត្រូវមកប្រូក្រាមខ្លួនឯងជាថ្មីប្រូក្រាមនៅអ្វីដែលបងប្អូនចង់បានបងប្រាថ្នាចង់ឲ្យខ្លួនឯងខ្លាយទៅជាមនុស្សបែបណាបងប្អូនប្រូក្រាមបែបហ្នឹងហើយការប្រូក្រាមខ្លួនឯងគឺជាការបន្ថែមថាមពលវិជ្ជមានដែលជួយដាស់ភាពខ្លាំងក្នុងខ្លួនរបស់យើងឲ្យងើបឡើងដើម្បីយើងក្លាហានក្នុងការសម្រេចគោលដៅយើងអាចមើលឃើញផ្លូវល្អដែលជួយឲ្យមុខរបរការងាររបស់យើងរីកចម្រើនហើយសម្រាប់បងប្អូនកូនសិស្សអ្នកដែលរៀនច្បាប់នៃការស្រូបទាញវិញណាបើសិនជាអ្នកទាំងអស់គ្នាខកខានឬក៏ភ្លេចនៅក្នុងការប្រូក្រាមខ្លួនឯងបងប្អូនជីវិតរបស់យើងនឹងចាប់ផ្ដើមដើរថយក្រោយឬក៏ឈប់មួយកន្លែងការអនុវត្តច្បាប់នៃការស្រូបទាញបានផលគឺការនាំការគិតនាំចិត្តវិញ្ញាណរបស់យើងចាទៅមើលឃើញទៅស្ដាប់ឮអ្វីល្អជារៀងរាល់ថ្ងៃគ្រប់ពេលវេលាដោយសារតែជីវិតយើងរស់នៅបច្ចុប្បន្នជាក់ស្ដែងហ្មងបងប្អូនចាយើងតែងតែមើលឃើញរឿងអវិជ្ជមានស្ដាប់រឿងអវិជ្ជមានឃើញរឿងដែលមិនល្អច្រើនហើយងាយមែនតើហ្មងចឹងបើយើងអត់ដឹកនាំការគិតខ្លួនឯងអត់ដឹកនាំចិត្តវិញ្ញាណរបស់ខ្លួនឯងទេជីវិតយើងនឹង down ឬក៏ធ្លាក់ចុះតែម្ដងចឹងចូលដល់ការប្រូក្រាមខ្លួនឯងវិញអ្នកគ្រូ HD តើយើងគួរប្រូក្រាមខ្លួនឯងបែបណាដើម្បីឲ្យជីវិតយើងល្អប្រសើរដើម្បីឲ្យជីវិតយើងជួបតែរឿងល្អមនុស្សល្អដំណឹងល្អងាយស្រួលមែនតើបងប្អូនសម្រាប់ការប្រូក្រាមបងប្អូនមិនបាច់ធ្វើដូចអ្នកគ្រូ HD ក៏បានដែរបងប្អូនធ្វើទៅតាមអ្វីដែលបងប្អូនគិតថាល្អសម្រាប់ខ្លួនឯងជាអ្វីដែលបងប្អូនចង់បានពិតប្រាកដឧទាហរណ៍ថាបង
ប្អូនគឺជាមនុស្សដែលភ័យខ្លាចជាមនុស្សដែលមិនសូវហ៊ានធ្វើអីឬក៏ជាមនុស្សដែលតែងតែចាំនេះចាំនោះចាំឱកាសល្អចាំពេលល្អចាឬក៏បងប្អូនគឺជាមនុស្សម្នាក់ដែលអត់សូវប្រកែធ្វើវីដេអូអត់សូវប្រកែផុសលក់ចាបងប្អូនអាចប្រូក្រាមខ្លួនឯងទៅតាមនឹងបានអញ្ចឹងឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សម្នាក់ដែលអត់ប្រកែធ្វើវីដេអូអត់ប្រកែផុសលក់មិនមែនជាអ្នកដែលប្រកែលក់ប្រកែរស់ស៊ីអីទេយើងចង់ឲ្យខ្លួនឯងខ្លាចជាមនុស្សម្នាក់ដែលប្រកែលក់ប្រកែរស់ស៊ីប្រកែលក់ដូរលក់ដាច់លក់អីក៏បានលក់អីក៏ដាច់បងប្អូនត្រូវតែប្រូក្រាមខ្លួនឯងថាខ្ញុំគឺជាអ្នកលក់ដ៏អស្ចារ្យគឺជាកម្ពុជាអ្នកលក់ដាច់គឺជាអ្នកលក់ដែលប្រកែខ្ញុំលក់អីក៏បានខ្ញុំលក់អីក៏ដាច់ខ្ញុំលក់អីក៏មានតែអ្នក support គ្រប់គ្រងចាំទិញជួយទិញខ្ញុំគ្រប់គ្នាតែម្ដងគ្រប់ទីកន្លែងអតិជនខ្ញុំច្រើនណាស់ខ្ញុំលក់អីក៏បានខ្ញុំលក់អីក៏ដាច់និយាយទៅគឺនិយាយពាក្យនឹងដដែលរឿយរហូតដល់ចាអនុសម្បញ្ញៈរបស់យើងស៊ីពាក្យនឹងជឿថាអូយើងគឺជាមនុស្សប្រកែប៉ិតប្រកបយើងត្រូវប្រូក្រាមខ្លួនឯងឲ្យកើតជាជំនឿសុបពេលណាដែលយើងមានជំនឿហើយបងប្អូនទាំងអស់គ្នាធម៌ពលនៃការជឿគឺជាកម្លាំងរំញ័រមួយដែលបញ្ជូនចេញទៅកាន់ចក្រវាលចាដើម្បីឲ្យចក្រវាលធ្វើការផ្ដល់នៅអ្វីដែលយើងប្រាថ្នាឲ្យចូលមកក្នុងជីវិតរបស់យើងអញ្ចឹងបងប្អូនចង់ឲ្យជីវិតបានអីខ្លះជួបអីខ្លះបងប្អូនចង់ខ្លាចជាមនុស្សបែបណាបងប្អូនប្រូក្រាមខ្លួនឯងមកចាខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលស្អាតឆ្លាតប្រកែសម្រស់ខ្ញុំកាន់តែក្មេងជាងវ័យពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំគឺជាមនុស្សដែលមានសុខភាពល្អខ្ញុំគឺជាមនុស្សដែលគេចូលចិត្តគេគោរពគេស្រឡាញ់គេឲ្យតម្លៃខ្ញុំគឺជាមនុស្សដែលគួរឲ្យទុកចិត្តខ្ញុំគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្ញុំគឺជាមនុស្សរីករាយខ្ញុំគឺជាមនុស្សមានក្តីសុខខ្ញុំគឺជាមនុស្សដែលមានសំណាងបំផុតខ្ញុំជួបតែរឿងល្អដំណឹងល្អការងារល្អមនុស្សល្អនៅក្បែរខ្លួនរបស់ខ្ញុំសម្រាប់បងប្អូនដែលមានគ្រួសារដែលមិនសូវចុះសម្រុងគ្នាក៏បងប្អូនអាចប្រូក្រាមបានដែរប្រូក្រាមថាកូនខ្ញុំល្អស្ដាប់បង្គាប់ស្វាមីខ្ញុំល្អតែងតែយកចិត្តទុកដាក់ជាមួយនឹងក្រុមគ្រួសារតាមីខ្ញុំស្រឡាញ់ខ្ញុំគិតគូរពីគ្រួសារតាមីខ្ញុំប្រកែស្វាមីខ្ញុំយកចិត្តទុកដាក់ជាមួយគ្រួសារស្រឡាញ់គ្រួសារបងប្អូនប្រូក្រាមបែបហ្នឹងជារៀងរាល់ថ្ងៃការប្រូក្រាមគឺជារឿងដែលងាយស្រួលបំផុតដែលយើងអាចធ្វើបានតែបងប្អូនត្រូវតែព្យាយាមធ្វើរឿយបើសិនជាបងប្អូនធ្វើខ្លះអត់ខ្លះធ្វើមិនទាន់កើតចេញជាជំនឿទេរឿងដែលយើងប្រូក្រាមហ្នឹងវាអត់អាចទាន់ចេញជាលទ្ធផលទេមានបងប្អូនជាច្រើនដែលអនុវត្តច្បាប់នៃការស្រូបទាញឲ្យគាត់បោះចោលកដាទីដោយសារតែគាត់អនុវត្តគាត់ព្យាយាមគាត់ធ្វើបានមួយរយៈពេលខ្លីហើយលទ្ធផលអត់មកគាត់ក៏ឈប់ធ្វើអញ្ចឹងបងប្អូនត្រូវចាំថាការប្រូក្រាមខ្លួនឯងគឺប្រូក្រាមដើម្បីឲ្យខ្លួនយើងជឿចាបើសិនជាយើងអត់ជឿអត់ទាន់កើតជាជំនឿនៅអ្វីដែលយើងប្រូក្រាមថ្មីនេះទេបងប្អូនអត់អាចជួបរឿងទាំងអស់នឹងបានទេបងប្អូនត្រូវចាំថាអ្វីដែលបងប្អូនកំពុងមានអ្វីដែលបងប្អូនកំពុងជួបគឺជាការប្រូក្រាមរបស់បងប្អូនពីកន្លងមកនិយាយរហូតគិតរហូតដល់បងប្អូនជឿថាវាជាការពិតវាគួរតែបែបហ្នឹងវាសមតែបែបហ្នឹងអញ្ចឹងបងប្អូនក៏ជួបបែបហ្នឹងចាបងប្អូនអាចសង្កេតខ្លួនឯងបានថាអ្នកដែលចូលចិត្តគិតឬប្រូក្រាមនិយាយជាមួយខ្លួនឯងថាខ្ញុំរស់ស៊ីមិនក៏អត់មានដែរខ្ញុំខំមិនក៏អត់មានដូចគេដែរព្រោះខ្ញុំអត់មានបុណ្យសំណាងពីជាតិមុនមកទេខ្ញុំអត់មានអ្នក support ទេខ្ញុំអត់មានអ្នកជួយទេខ្ញុំអត់មានអ្នកគ្រប់គ្រងទេខ្ញុំក្បាលមួយតែឯងចាអញ្ចឹងខ្ញុំរស់ស៊ីអីក៏អត់ទាន់គេដែរបងប្អូនអាចកលេចមើលមុខរបរការងាររបស់ខ្លួនឯងឬក៏របស់គាត់ចានឹងមើលឃើញថាគាត់រកអត់រីចម្រើនទេបងប្អូនទោះបីជាគាត់ខំយ៉ាងណាក៏ដោយកម្លាំងកាយរបស់គាត់ខំខ្លាំងព្រលឹមចេញប្រលប់ចូលប្រឹងសាងការលក់ធ្វើនេះធ្វើនោះគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែប្រាក់ចំណូលក៏ដូចជាកម្រៃនៃការចំណេញរបស់គាត់គឺតិចតួចខ្លាំងមែនតើបងរកមួយថ្ងៃឲ្យតែរួចមួយថ្ងៃនោះអត់ចង់បានផងអញ្ចឹងកម្លាំងនៅក្នុងការប្រូក្រាមរហូតកើតជាជំនឿគឺជាធម៌ពលដ៏សំខាន់ដែលជួយឲ្យបងប្អូនផ្លាស់ប្ដូរជីវិតបានបងប្អូនត្រូវចាំថាការប្រូក្រាមខ្លួនឯងនៅរឿងល្អរហូតកើតជាជំនឿអាចផ្លាស់ប្ដូរជីវិតរបស់យើងឲ្យជួបរឿងល្អប្រសើរជួយឲ្យជីវិតយើងរីកចម្រើនការងាររបស់យើងរលូនជីវភាពគ្រួសារយើងមានបានតែបើសិនជាបងប្អូនប្រូក្រាមនិយាយជាមួយខ្លួនឯងទាំងក្នុងចិត្តឬចេញសម្លេងជាមួយនឹងរឿងមិនល្អរឿងអវិជ្ជមានក៏អាចជួយឲ្យជីវិតបងប្អូនទាំងអស់គ្នាធ្លាក់ចុះជួបរឿងមិនល្អជីវភាពគ្រួសារកាន់តែលំបាកអញ្ចឹងបងប្អូនអាចជ្រើសរើសបានថាគួរតែសាក់លបងអត់ព្រោះកន្លឹះនៅក្នុងការចែកម្លែករបស់អ្នកគ្រូ HD ងាយស្រួលនៅក្នុងការអនុវត្តហើយបងប្អូនអនុវត្តអត់មានអស់លុយអស់ថវិកាអីទេបងប្អូនចង់ផ្លាស់ប្ដូរជីវិតអាចសាក់លបងនៅក្នុងការអនុវត្តបានហើយសម្រាប់ការប្រូក្រាមខ្លួនឯងនេះបងប្អូនអាចធ្វើបានគ្រប់ពេលវេលាឲ្យតែយើងតនេបើសិនជាបងប្អូននៅម្នាក់ឯងចាពេលយើង make up លាប skin care ពេលអីពេលយើងបានឆ្លុះកញ្ចក់បងប្អូនអាចនិយាយមុខកញ្ចក់ជាមួយខ្លួនឯងចេញជាសម្លេងក៏បានចាឬក៏គិតក្នុងចិត្តក៏បានអញ្ចឹងពីហ្នឹងមួយណាក៏បាននិយាយជាសម្លេងក៏បានគិតក្នុងចិត្តក៏បានធ្វើពេលណាក៏បានបងប្អូនអាចអនុវត្តបានជារៀងរាល់ថ្ងៃគ្រប់ពេលវេលាចាពេលវេលាណាក៏ល្អដែរតែពេលវេលាល្អបំផុតដែលជួយឲ្យយើងផ្លាស់ប្ដូរជីវិតបានលឿនបំផុតគឺពេលព្រឹកពេលដែលយើងភ្ញាក់ពីគេងឡើងភ្លាមហ្មងបងប្អូនចាកុំចាប់កាន់ទូរស័ព្ទកុំធ្វើអីទាំងអស់ចាប់ផ្ដើមប្រូក្រាមខ្លួនឯងចាថ្ងៃថ្មីថ្ងៃសំណាងយើងគឺជាមនុស្សដែលមានសំណាងជួបតែរឿងល្អជួបតែអតិជនល្អយើងគឺជាកម្ពុជាអ្នកលក់ដាច់តែអស់ចាយើងលក់អីក៏បានយើងលក់អីក៏ដាច់យើងគឺជាមនុស្សប៉ាកែស្អាតឆ្លាតប៉ាកែនិយាយអ្នកណាក៏ចូលចិត្តអ្នកណាក៏ស្រឡាញ់គ្រួសារយើងមានសុភមង្គលប្តីយើងយកចិត្តទុកដាក់ជាមួយប្រពន្ធកូនគិតគូរពីគ្រួសារជាចំណុចលេខរៀងទី1ចាបងប្អូនប្រូក្រាមអ្វីដែលបងប្អូនចង់បានមកហើយពេលយប់រៀបគេងលក់បងប្អូនចាអញ្ចឹងពេលយើងគេងរៀបលក់ហ្នឹងបងប្អូនប្រូក្រាមខ្លួនឯងគឺជាពេលវេលាដែលអនុសម្បញ្ញៈឬក៏ជីនីរបស់យើងស៊ីបានលឿនមែនតើហ្មងចាព្រោះពេលហ្នឹងខួរក្បាលយើងចាប់ផ្ដើមសម្រេចហើយការ
ដាក់ព័ត៌មានថ្មីអ្នកដែលប្រឆាំងតវ៉ាខ្លាំងបំផុតគឺខួរក្បាលរបស់យើងពេលណាដែលខួរក្បាលរបស់យើងប្រឆាំងណាបងប្អូនពេលហ្នឹងរឿងហ្នឹងវាអាចធ្លាក់ចូលដល់អនុសម្បញ្ញៈយើងបានទេអញ្ចឹងបានទាមទារឲ្យបងប្អូនប្រូក្រាមខ្លួនឯងជារៀងរាល់ថ្ងៃរហូតដល់30ថ្ងៃកើតទៅជាទម្លាប់យើងអូតូនៅក្នុងការនិយាយល្អប្រូក្រាមខ្លួនឯងរយជាប្រចាំហ្មងបងប្អូនទាំងអស់គ្នាហើយជីវិតយើងក៏កាន់តែរីកចម្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃដែរអញ្ចឹងបងប្អូនពេលដែលយើងធ្វើដំបូងណាទាមទារមែនតើការយកឈ្នះការគិតរបស់ខ្លួនឯងចាដែលពីមុនមកវាតែងតែស៊ីវាតែងតែជឿលើរឿងមិនល្អដែលយើងតែងតែនិយាយជាមួយខ្លួនឯងកន្លងមកអញ្ចឹងពេលដែលយើងផ្លាស់ប្ដូរភ្លាមខួរក្បាលហ្នឹងគឺប្រឆាំងយកតែមែនតើហ្មងអញ្ចឹងសូមបងប្អូនទាំងអស់គ្នាព្យាយាមយកឈ្នះខ្លួនឯងឲ្យបានប្រូក្រាមខ្លួនឯងទៅរយចាពិសេសរៀបគេងលក់នឹងតែម្ដងដើម្បីឲ្យអ្វីដែលយើងប្រូក្រាមហ្នឹងវាងាយធ្លាក់ចូលចានៅក្នុងអនុសម្បញ្ញៈរបស់យើងជីនីយើងឆាប់ជឿបងប្អូនទាំងអស់គ្នាអនុសម្បញ្ញៈជីនីហ្នឹងគឺតែមួយទេចាបងប្អូនអាចហៅតាមឈ្មោះអីផ្សេងខុសពីនឹងផ្សេងទៀតចាវាគឺជាភាពខ្លាំងនៅក្នុងខ្លួនរបស់យើងពេលណាដែលយើងជឿអីហើយជឿរឿងបែបណាជឿថាជីវិតយើងនឹងទៅជាបែបណាហើយជីវិតយើងនឹងទៅជាបែបហ្នឹងយ៉ាងពិតប្រាកដគ្រប់យ៉ាងដើរតាមការគិតនិងជំនឿរបស់យើងបងប្អូនទាំងអស់គ្នាចាអញ្ចឹងសម្រាប់ដំណាក់កាលទី2នៅក្នុងការដាស់ធម៌ពលភាពខ្លាំងក្នុងខ្លួនរបស់យើងឲ្យងើបឡើងចាប់ត្រឹមនេះឲ្យបងប្អូនកុំភ្លេចអនុវត្តណាអ្នកគ្រូ HD ក៏អនុវត្តកូនសិស្សជាទីស្រឡាញ់របស់អ្នកគ្រូ HD ក៏អនុវត្តបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដែលចង់ទទួលបានការផ្លាស់ប្ដូរជីវិតថ្មីជីវិតដែលស្រស់បំព្រងមានតែរឿងល្អមនុស្សល្អដំណឹងល្អការងារល្អមុខរបររលូនចារស់ស៊ីរីកចម្រើនបងប្អូនអនុវត្តរួមទៅទាំងអស់គ្នាទីនេះគឺជាទីលានធម៌ពលនៅក្នុងការគិតវិជ្ជមានការសាងរឿងវិជ្ជមានការអនុវត្តច្បាប់នៃការស្រូបទាញដើម្បីសម្រេចគោលដៅបែបអភិនិហាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើមិនជាបងប្អូនទាំងអស់គ្នាមានជាចម្ងល់ក៏ដូចជាយោបល់អីល្អបន្ថែមអាច comment នៅខាងក្រោមវីដេអូនេះបានឬក៏ចង់សួរពាក់ព័ន្ធជាមួយនឹងការអនុវត្តច្បាប់នៃការស្រូបទាញការពង្រឹងផ្លូវចិត្តបងប្អូនក៏អាចតម្លាក់ comment សួរនៅក្នុងវីដេអូនេះបានដែរអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដែលតែងតែស្រឡាញ់ចូលចិត្តជឿជាក់ចំពោះអ្នកគ្រូ HD ហើយតែងតែតាមដានទស្សនាគ្រប់វីដេអូនៃការចែករំលែកនិងគ្រប់វីដេអូរបស់អ្នកគ្រូ HD តែម្ដងអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាដែលចូលមករួមសាងបុណ្យកុសលជាមួយនឹងអ្នកគ្រូ HD នៅលើទីលានធម៌ពលច្បាប់នៃការស្រូបទាញជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ